Hello and សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្រាយរឿង anime មួយដែលមានចំណងជើងថា One Piece សូមអ្នកទាំងអស់គ្នាទស្សនាមុននឹងចូលដល់វីដេអូនេះកុំភ្លេចចុច like καιដូចចុច subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗម្នាក់មួយផងសាច់រឿងរបស់យើងបានកាត់ឲ្យឃើញតួអង្គម្នាក់ដែលឈ្មោះថា Kobe គឺជាក្មេងដែលចោលសមុទ្រចាប់មកធ្វើការនៅលើទូករបស់មានថ្ងៃមួយ Kobe បានរុញប៉ះចំធុងបារ៉ែនដែល Luffy ដេកនៅក្នុងនោះមូលហេតុដែល Luffy ចូលទៅដេកនៅក្នុងធុងបារ៉ែគឺដោយសារតែទូករបស់គាត់ត្រូវបានទឹកគួចយកទៅក្នុងសមុទ្រពេលនោះកងម៉ារីន2នាក់បានឃើញក៏បានស្រង់ធុងបារ៉ែននោះឡើងលើកប៉ាល់របស់ពួកគេតែកប៉ាល់នោះត្រូវបានចោលសមុទ្រប្លន់ថែមទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើកប៉ាល់របស់ចោលសមុទ្រជាមួយនឹង Kobe ពេលនោះចោលសមុទ្រខឹងខ្លាំងណាស់ក៏បានទាញដាវរកកាប់ Luffy ពេលនោះ Kobe ភ័យខ្លាំងណាស់គិតថា Luffy ដឹងតែស្លាប់ហើយប៉ុន្តែដៅប៉ុណ្ណឹងធ្វើឲ្យ Luffy មិនកើតទេព្រោះអី Luffy គឺជាមនុស្សកៅស៊ូពេលនោះពួកគេគិតថាខ្មោចលងហើយក៏បានបញ្ញាដាក់មេប្រូចទៅតែម្ដងចំណែក Luffy ខ្វល់អីទេសំខាន់គឺគាត់ឃ្លានឥឡូវនេះគាត់ត្រូវការញ៉ាំអីពេលនោះ Kobe បានប្រាប់ Luffy ថាកាលពី2ឆ្នាំមុនគាត់កំពុងអង្គុយលើទូកស្ទួយត្រីសុកក៏បានឃើញមេចោលសមុទ្រមួយបានចាប់គាត់មកទីនេះដើម្បីធ្វើអ្នកបម្រើអញ្ចឹងណាហេតុនេះហើយទៅគាត់នៅលើទូកចោលសមុទ្ររហូតដល់មកសប្តាហ៍ថ្ងៃ Luffy ក៏បានសួរទៅ Kobe ថាបើសិនបើមិនចង់ធ្វើការនៅទីនេះហេតុអីក៏មិនដែរ Kobe ប្រាប់ថាមិនហ៊ានព្រោះគេជាមនុស្សកំសាន្តអញ្ចឹងណាមួយគេខ្លាចកាពីតាន Avida សម្រាប់ចោលអញ្ចឹងគេមិនហ៊ានសូម្បីតែគិតដល់ពេលលើ Luffy ប្រាប់ថាគាត់ចង់ទៅរកកំណប់ One Piece ដើម្បីធ្វើជាស្ដេចចោលសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានវាយគាត់មួយដៃហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអ្វីដែលចង់ធ្វើមិនត្រឹមបណ្ដោយតាមជោគវាសនាឡើយសម្ដីរបស់ Luffy ធ្វើឲ្យ Kobe មានកម្លាំងចិត្តធ្វើតាមក្តីស្រមៃរបស់គាត់ដែលចង់ខ្លាចជាកងម៉ារីនដើម្បីចាប់ជនអាក្រក់អញ្ចឹងណាបន្តិចក្រោយមកកាពីតានដែលឈ្មោះ Avida ក៏បានទៅដល់ទីនោះពេលនោះ Luffy បានសួរទៅ Kobe ថាម្នាក់បាសពោះធំនឹងជាណាគេ Avida ស្បណាស់ណាស់ដែលនិយាយមើលងាយខ្លួនបាសណា Avida មិនអោយពួកគេរត់ទៅផុតពីកណ្ដាប់ដៃរបស់ពួកគេឡើយពេលនោះពួកចៅសមុទ្រក៏បានបើកការវាយប្រហារទៅកាន់ Luffyពេលនោះ Avida បានទាញដំបងឲ្យវាយ Luffy ចំកណ្ដាលក្បាល Luffy អត់រសាពេលទេក៏បានប្រលូតដៃយ៉ាងវែងទៅវាយ Avidaពេលដែលចាត់ការកាពីតានទូកហើយ Luffy ក៏បាននាំ Kobe ទៅចុះឈ្មោះដើម្បីធ្វើកងម៉ារីនអញ្ចឹងណាអូខេសាច់រឿងយើងមានតែប៉ុណ្្នឹងបើអ្នកនរគ្នាចង់មើលវីដេអូថ្មីកុំភ្លេចចុច like ផងអ្នកនរគ្នាដោយសារតែវីដេអូនេះខ្ញុំធ្វើដំបូងចឹងខ្ញុំធ្វើរៀងខ្លីទេបើសិនបើអ្នកនរគ្នាចង់មើលឲ្យវែងជាងហ្នឹងខ្ញុំនឹងចេញភាគ2អ្នកនរគ្នាភាគ2នឹងវែងជាងហ្នឹងអរគុណវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀត